រៀបសួរអ្នកទាំងអស់គ្នាវីដេអូនេះយើង unbox ប្រភេទ MSI high-end laptop ថ្ងៃមុននេះយើង unbox SCAR OG 58ថ្ងៃនេះគឺមាន spec ខ្ពស់មួយដែរហើយមុនហើយប្រអប់ក៏សូមអរគុណទៅកាន់អ្នកទាំងអស់ដែលតែងតែគាំទ្រហើយ spec នៅលើតុយើងនេះគឺប្រភេទ Ultra 9 ទំហំ 910 inch VGA 58ហើយspec នេះគឺកម្រិតមួយទេដោយសារ spec ធំនេះតទៅភ្ញៀវគាត់ត្រូវការហៅថាទីមម៉ាស៊ីន high-end top តោះចូលចិត្តមកចឹង model នេះគឺថ្មី2025ហើយប្រភេទ CPU Ultra ហ្នឹងគឺត្រឹមតែមានទេបំពាក់នៅលើ laptop ចឹងទាំង desktop ទាំង laptop គឺមានដូចគ្នាសម្រាប់ប្រភេទ Ultra ហ្នឹងសេរី Ultra ប្រភេទ MSI នេះមកយើងបើកអស់ហើយគឺនៅក្នុងបាក់ពុកអាចមើលបានមានតាបហើយប្រអប់ laptop ចឹងតាបអាចមើលឃើញនេះពុក plastic អានេះរូបនេះធំអានេះមិនស្រួលតែចំណាយភ្លើងនៅខ្លាំងអានេះវាមិនមែនសធម្មតាទេចំណាយថាតែមួយទីមានតែវានិយាយ design ថ្មីអត់ដដែលទេសម្រាប់កតានេះ laptop សូមបញ្ជាក់ឡើងវិញប្រភេទដែលយើង unbox គឺមានឈ្មោះថា Vector 16ហ្នឹងតំណាងឲ្យអេក្រង់610 inch ចានេះខ្ញុំ unbox ជូនមកបើកអត់មានតំណែងណានោះមាន QR code ចានេះសម្រាប់តិចជុំក្បាច់ scan check មើលបានអាចមើលរៀងទៅនេះស្ពាន់ធំណាអញ្ចឹងធម្មតាទេស្ពេចខ្ពស់អត់អាចរៀងល្អិតកើតទេដើម្បីការបញ្ចេញកម្ដៅគឺឃើញកម្រាស់ហើយនឹងស្ពាន់គឺមើលទៅឃើញប៉ុណ្ណាណៃហ្មងទៅអញ្ចឹងមិនអាចទប់កម្ដៅបានអញ្ចឹងមានអស់ហើយស្ពេចគេដាក់នៅលើនេះមាន sticker Ultra ណាហើយ RTX អញ្ចឹង laptop ថ្មីជ្រើង unboxing គឺអត់មានភ្លើងទេចុចបើកកើតទេចុចមិនក៏អត់ចេញដែរគឺត្រូវដោតឆ្នាក់សារចឹងតាមវិធីយើងដោតជូនបង្ហាញជូនអ្នកទាំងអស់តែនេះយើងរៀបចំដោតខ្សែរួចរាល់ហើយយើងចុចបើកមើលទាំងអស់គ្នាចានេះគឺ first boot up សម្រាប់ laptop ថ្មីហើយ keyboard គឺមានភ្លើងប៉ុន្តែនេះយើងចុចមកវាអត់ទាន់លោតហើយប្រភេទអេក្រង់គឺ610 inch 240 Hz សម្រាប់ refresh rate អេក្រង់ចឹងសូមអរគុណមែនទែនសម្រាប់ការតាមដានទស្សនាបើសិនជាត្រូវការប្រភេទ spec high-end របស់ MSI ឥឡូវគឺមានរាគជា TI 58មានទាំងអស់សម្រាប់ spec high-end ហើយបើសិនជាត្រូវការ upgrade នេះក៏យើងមានតម្លៃពិសេសគ្នាដែរសម្រាប់ time RAM time storage ហើយ model នេះអតិថិជនគាត់ទិញហ្នឹងគាត់ថែម RAM ឡើង32អញ្ចឹងឥឡូវ11គឺប្រើលេខកើតហើយអញ្ចឹងអរគុណមែនទែនហើយអាចឆាតជួប page សម្រាប់តម្លៃ stock ហើយ website អាចឆែកបាន TKcustomcomputer.com ជួយទី